ចម្រើនពរញាតិញោមពុទ្ធបរិស័ទមកស្ការគណៈកញ្ចាស់គ្រប់អង្គហើយនៅក្នុងពេលវេលាឱកាសនេះផងដែរខ្ញុំប្រកាសអាត្មាភាពក៏សូមលើកយកពធមួយចែកជូនញាតិញោមមួយរឿងសុរាប៉ុណ្ណាតែសុរាកើតចេញអំពីណាញាតិញោមខ្លះប្រហែលជាដឹងហើយញាតិញោមធ្លាប់បួសប្រហែលជាដឹងហើយតែសឹកទៅវិញហ្នឹងហើយញាតិញោមខ្លះទៀតដែលមិនបានបួសហ្នឹងញាតិញោមខ្លះក៏អត់ដឹងទេប៉ុណ្ណាចឹងមកពីមកបកស្រាយឲ្យញាតិញោមបានស្ដាប់បានដឹងទាំងអស់គ្នាតើសុរាកើតចេញអំពីណានៅក្នុងសម័យព្រះសម្មាសម្ពុទ្ធហ្នឹងគឺមានព្រៃមួយធំញាតិញោមណាមានព្រៃមួយធំហើយមានសត្វជាច្រើនប្រភេទនៅទីហ្នឹងព្រោះនៅក្នុងព្រៃហ្នឹងចឹងទៅក្នុងព្រៃហ្នឹងអត់មានទឹកទេព្រោះអត់មានទឹកសម្រាប់ឲ្យសត្វនឹងបរិភោគចឹងទៅសត្វនឹងឯងបានដើរនៅក្នុងព្រៃហ្នឹងទៅក៏មានឃើញមានតាពាំងមួយធំឃើញមានតាពាំងមួយចឹងទៅមានដើមឈើហ្នឹងនៅជាប់នឹងតាពាំងនឹងច្រើនជុំវិញតាពាំងនឹងចឹងទៅពេលនោះឯងដើមឈើហ្នឹងក៏ដួលរលំទៅក្នុងតាពាំងហ្នឹងទៅហៅថាស្រះក៏បានតាពាំងក៏បានដួលរលំទៅក្នុងតាពាំងហ្នឹងទៅពេលនោះឯងដើមឈើនោះរលួយទៅក៏ស្អុយពេញស្រះហ្នឹងចឹងទៅពេលហ្នឹងសត្វទៅផឹកទឹកហ្នឹងទៅក៏ចេះតែស្លាប់ផឹកទឹកទៅក៏ចេះតែស្លាប់ផឹកទឹកទៅក៏ចេះស្លាប់សត្វគ្រប់ប្រភេទគឺស្លាប់ទៅមានអ្នកកងវាលគោម្នាក់មានអ្នកកងវាលគោម្នាក់ហ្នឹងវាលគោទៅយកគោទៅឲ្យផឹកទឹកនឹងដែរដើរទៅឃើញតាពាំងហ្នឹងយកគោទៅឲ្យផឹកទឹកនឹងដែរញោមណាយកគោទៅឲ្យផឹកទឹកនឹងដែរទៅស្រាប់តែគោនឹងផឹកទៅក៏ស្លាប់នៅក្នុងតាពាំងហ្នឹងទៅហើយក៏មើលទៅឃើញក្រហមដូចទឹកតែអញ្ចឹងបងញោមក្រហមដូចទឹកតែអញ្ចឹងទៅពេលនោះឯងបានជាអ្នកកងវាលគោហ្នឹងសន្មតថាអូទឹកនេះប្រហែលជាស្រាហើយផឹកទៅស្វឹងដួលស្លាប់ផឹកទៅស្វឹងដួលស្លាប់គោអស់សត្វមួយណាមកក៏ផឹកទៅស្វឹងដួលស្លាប់តែត្រូវក៏ដួលស្លាប់ទៅបានអ្នកកងវាលគោនឹងគិតថាអូទឹកនឹងប្រហែលជាស្រាហើយបានជាសត្វផឹកទៅស្វឹងត្រូវដួលពេញនឹងស្លាប់នៅក្នុងពេញនឹងទៅចឹងហើយបានជាដាក់ឈ្មោះថាសុរានឹងតាពាំងសុរាបងណាគឺសុរាកាត់ចេញអំពីសម័យព្រះចឹងទៅរហូតមកដល់បច្ចុប្បន្នរហូតមកដល់សប្តាហ៍យើងនឹងទៅក៏បានជាអ្នកកងវាលគោនឹងទៅផលិតស្រានឹងគឺយកឫសឈើដែរធ្លាក់ធ្វើតាមធ្លាក់នឹងតាពាំងហ្នឹងធ្វើដូចចឹងហើយធ្វើទៅយកទៅផ្សំឫសឈើឬអីដើមឈើឲ្យយកទៅផ្សំទៅក៏កើតជាសុរាសម័យព្រះហ្នឹងរហូតដល់សម័យបច្ចុប្បន្នយើងនេះจะមានផលិតផលផ្សេងបាត់ទាំងពីរមេត្បាបាត់ទាំងពីរបាយអីចឹងទៅនេះសម័យយើងសប្តាហ៍ហ្នឹងហើយជាប្រវត្តិយើងញាតិញោមពុទ្ធបរិស័ទចេះតែប្រវិធីសាស្ត្របាត់ចឹងណាបងនឹងរឿងនេះគឺចឹងញាតិញោមសង្ឃឹមថាញាតិញោមស្ដាប់ហើយនឹងពិចារណាទាំងអស់គ្នាបងណានឹងគឺសុរាកាត់ចេញពីសម័យព្រះបងហើយក៏ញាតិញោមស្ដាប់ហើយពិចារណាទាំងអស់គ្នាចម្រើនពរលាសង្ឃឹមថាញាតិញោមនឹងស្ដាប់ហើយនឹងយល់បងណាបងគឺពធរបស់អាត្មាទេគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាញាតិញោមស្ដាប់ហើយនឹងពិចារណាទាំងអស់គ្នាចម្រើនពរលា